អញ្ញាធូនឹងជំរុញឲ្យអ្នកលក់ដូរបន្លែផ្លែឈើលើចិញ្ចើមភ្លឺនៅតំបន់ជុំវិញផ្សារដើមគោចាស់នៅថ្ងៃទី17ខែមករាខាងមុខនេះនៅថ្ងៃទី17ខែមករាខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមអនុវត្តវិធានការដោយជំរុញឲ្យអ្នកលក់ដូរបន្លែផ្លែដែលគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅសេងតុងមហាវិថីព្រះមនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគោចាស់ក្នុងខណ្ឌទូលគោខណ្ឌបឹងកេងកងឲ្យទៅលក់ដូរនៅទីតាំងផ្សារដើមគោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះក្នុងខណ្ឌប្រែកភ្នៅគឺមិនអនុញ្ញាតឲ្យអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវនិងលើចិញ្ចើមផ្លូវនេះតទៅទីក្នុងកិច្ចប្រជុំសាមញ្ញលើកទី20របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី4នៅព្រឹកថ្ងៃទី13ខែមករានេះលោកខួងស្រែងអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថាអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅសេងតុងមហាវិថីព្រះមនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគោមានចំនួនជាង700អាជីវកម្មហើយចាប់ពីថ្ងៃទី17ខែមករាខាងមុខនេះតទៅគាត់មិនត្រូវបានអនុញ្ញាតឲ្យលក់ដូរបន្តទៀតទេពួកគាត់ឬបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឲ្យទៅលក់ដូរនៅទីតាំងផ្សារដើមគោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះក្នុងខណ្ឌប្រែកភ្នៅរដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូងនឹងចិញ្ចើមផ្លូវទាំងនេះមកជួសជុលថែទាំដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញនៅពេលសុថាចូលកន្លងមកហេតុអ្វីបានជារដ្ឋបាលរាជធានីមិនអនុវត្តវិធានការបែបនេះលោកខួងស្រែងបញ្ជាក់យ៉ាងដូចនេះថាដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ប្រកួតលក់ដូរតែពេលនេះយើងមានទីតាំងសម្រាប់ប្រកួតហើយទើបយើងឲ្យប្រកួតចាក់ចេញពីលើទ្រូងផ្លូវលើចិញ្ចើមផ្លូវទាំងនេះពួកបងប្អូនដែលផ្លាស់ទៅទីតាំងថ្មីនេះបងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគតព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផងគួរឲ្យដឹងថាអ្នកលក់ដូរបន្លែផ្លែឈើគ្មានស្នាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវនៃមហាវិថីម៉ៅសេងតុងមហាវិថីព្រះមនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគោនឹងត្រូវបានផ្លាស់ប្ដូរទៅទីតាំងផ្សារដើមគោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះក្នុងខណ្ឌប្រែកភ្នៅហើយចំពោះដំណឹងកន្លងមកផ្សព្វផ្សាយព័ត៌មានថាផ្សារដើមគោចាស់ត្រូវបានផ្លាស់ប្ដូរទីតាំងថ្មីគឺជាព័ត៌មានមិនពិតនោះទេ